안녕하세요, 여러분. 핀칸의 알맞은 곳을 고르세요. 손질을 아와이 날땀트라우 너크농 전라나. 사람마다 좋아하는 것이 다르기 때문에 즐기는 취미 활동도 다르다.ដោយសារតែមនុស្សម្នាក់ៗហ្នឹងមានអ្វីដែលខ្លួនចូលចិត្តនឹងខុសៗគ្នាហេតុដូច្នេះហើយសកម្មភាពរីករាយឬក៏សកម្មភាពកំសាន្តហ្នឹងក៏ខុសៗគ្នាដែរណាបាទ Hajiman các cha giang pha rơ ha ta gá cả cơ mướn bà có bản tá các cha bà mà nè nè bà rồi có riêng riêng luôn có bản tá nó về đại dương ruột nở riêng riêng luôn nắng bà chuồn cá bà cái lại này dương tới một bình khép pin ngân cả chục từ đi hầm cái chứ kia suy nên chỉ vì phải đông ida bà camping bà dương bảo tàng đó bà dẫn camping nắng គឺជាសកម្មភាពកំសាន្តមួយបាទដែលសមាជិកគ្រួសារហ្នឹងអាចសប្បាយរីករាយជាមួយគ្នាបានណាបាទ Molko chuen kosi ani torado kachuk khoa ham ke ya ki ha ko masinen siger na nôm nhọn so heng pok han chua ke mantel suita បាទអញ្ចឹងទោះបីជាបាទទម្រង់ Tornado ទោះបីជាវាមិននៅឆ្ងាយឬក៏កន្លែងល្អក៏ដោយណាបាទវាមិនមែននៅជាកន្លែងដែលនៅឆ្ងាយឬក៏មិនមែនជាកន្លែងល្អក៏ដោយក៏វាអាចបង្កើតនៅការចងចាំជួអុកដែលមានសុភមង្គលតាមរយៈការនិយាយគ្នានិងការចែករំលែកណាបាទណានូតាបាទនឹងការចែករំលែកម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ជាមួយនឹងក្រុមគ្រួសារណាបាទ 부모와 아기가 같이 캠핑하고 준비하면서 생각을 나누고 캠핑을 떠나서 생기는 여러 상황을 함께 겪으면서 가족 간의 사랑을 키울 수도 있다. នៅពេលឪពុកម្ដាយហើយនិងកូនៗនឹងរួមគ្នាបង្កើតផែនការហើយនឹងរៀបចំក៏ដូចជាការចែករំលែកនៅគោលគំនិតហ្នឹងគឺវាអាចបាទបង្កើត Q តាបាទចិញ្ចឹមឬក៏បង្កើតណាបាទបង្កើតនៅបាទសេចក្តីស្រឡាញ់បាទរវាងគ្នានឹងគ្នាមិនថារវាងក្រុមគ្រួសារតាមរយៈការជួបប្រទះណាខ្ចប់តាជួបប្រទះកន្លែងជួបប្រទះហ្នឹងគឺជួបប្រទះប័ណ្ណពិសោធន៍ណាជួបប្រទះនៅប័ណ្ណពិសោធន៍ជាមួយគ្នានៅចំណុចជាច្រើនដែលកើតឡើងបាទនៅពេលដែលយើងចេញទៅបោះជំរំហ្នឹងណាបាទចឹងជាមួយ Ilbon Pupuga hamke chilkisu inun sigani pilyohada បាទអញ្ចឹងប្តីប្រពន្ធហ្នឹងបាទត្រូវការពេលវេលាដែលអាចបាទរីករាយជាមួយគ្នាអញ្ចឹងនៅក្នុងអត្ថបទគឺគេអត់បាននិយាយថាប្តីប្រពន្ធទេគេនិយាយអំពីខាជុកណាបាទ Ibon 혼자만 내 여행을 떠나는 시간이 있으면 좋겠다 បាទប្រសិនបើបាទមានពេលវេលាធ្វើដំណើរកំសាន្តទៅតែម្នាក់ឯងហ្នឹងគឺពិតជាល្អខ្លាំងណាស់បាទអញ្ចឹងក្នុងអត្ថបទក៏គេអត់បាននិយាយដែរណាបាទ 3번 이를 그만두고 여유 있는 시간을 가지면 좋겠다 បាទអញ្ចឹងក្រោយពេលឈប់ធ្វើការហើយប្រសិនបើមានពេលវេលាទំនេរណាគឺពិតជាល្អបាទក្នុងអត្ថបទក៏អត់បាននិយាយដែរ 4번 가족들이 함께 즐겁게 시간을 보낼 수 있다면 좋겠다 ក្រុមគ្រួសារហ្នឹងបាទប្រសិនបើអាចចំណាយពេលវេលារីករាយជាមួយគ្នាគឺពិតជាល្អណាបាទអញ្ចឹងគឺត្រឹមត្រូវណាបាទប្រសិនបើគេនិយាយពីប្រសិនបើម្ដងម្កាលក្រុមគ្រួសារហ្នឹងគឺប្រសិនបើមានពេលគឺគេឲ្យយើងទៅបោះជំរំណាឬក៏បោះតង់ហ្នឹងអញ្ចឹងចម្លើយដែលត្រឹមត្រូវហ្នឹងគឺចម្លើយលេខ4ណា